រចនាបថគូលែនដើមសតវត្សទី9ដល់ចុងសតវត្សទី9ដែលសិល្បៈខ្មែរចាប់ផ្ដើមផ្លាស់ប្ដូរពីសម័យមុនអង្គរឈានទៅកាន់សម័យអង្គរដ៏រុងរឿងចម្លាក់ក្បាច់ទាំងនេះបង្ហាញពីការផ្លាស់ប្ដូរពីរចនាបថមុនអង្គរទៅជារចនាបថអង្គរតាមរយៈការរួមបញ្ចូលគ្នានៃសិល្បៈផ្សេងៗជាច្រើនរចនាបថគូលែនរាជធានីមហន្តរបរពតនៅលើភ្នំគូលែនគឺជានិមិត្តរូបនៃសិល្បៈនិងរចនាបថគូលែនព្រោះនៅទីនោះមានវត្តមានក្រុមប្រាសាទភាគច្រើនដែលមានតួប៉មធ្វើពីឥដ្ឋស៊ុមទ្វារសសរពេជ្រផ្តែរសសរផ្អោបធ្វើពីថ្មភក់ស្នាដៃសិល្បៈនៃរចនាបថគូលែនមានបង្ហាញពីការវិវត្តនៃរចនាបថនិងស្ថាបត្យកម្មប្លែកមួយនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី2នៅចុងសតវត្សទី8ដើមសតវត្សទី9នៃគ្រិស្តសករាជតើរចនាបថគូលែនមានលក្ខណៈពិសេសអ្វីខ្លះ 1. ចម្លាក់បដិមាតាមរយៈប្រភព AMS Khmer Civilization បានឲ្យដឹងថាបដិមានៅក្នុងរចនាបថគូលែនមានការវិវត្តពីទម្រង់រាងស្រឡូនទៅជាមាឌមាំនិងឈរត្រង់ព្រះកេសរបស់បដិមាមានពាក់មកុដរាងស៊ីឡាំងខ្ពស់ជាងរចនាបថមុនហើយនៅចុងសតវត្សរចនាបថគូលែនមកុដលម្អដោយគ្រឿងអលង្ការជាច្រើនគឺរាងដូចសាជីបដិមារចនាបថគូលែនមានព្រះភ័ក្ត្រធំនិងញញឹមស្ងប់មានចិញ្ចើមដាច់ចេញពីគ្នាមានពុកមាត់មួយវិញទៀតបដិមាទាំងនេះលែងមានប្រើចន្ទល់ផ្អែកដោយការពីមុនទៀតហើយដែលបង្ហាញពីភាពរីកចម្រើននៃបច្ចេកទេសឆ្លាក់ 2. ផ្តែរតាមរយៈប្រភព AMS Khmer Civilization ដដែលបានឲ្យដឹងថាចម្លាក់ព្រះកាលដែលត្រូវបានឆ្លាក់នៅចំកណ្ដាលដងធ្នូដែលជាចំណុចថ្មីមួយនិងខ្លះទៀតស្រដៀងនឹងសិល្បៈរបស់ចាមសត្វមកនៅចុងសងខាងនៃផ្តែរដែលមានទាំងបែរមុខចូលនិងបែរមុខចេញក្បាច់រំយោលផ្កានិងកន្ទុយហង្សដែលមានភាពរស់រវើកនិងមិនធ្លាប់មានពីមុនមកក្រៅពីនេះសសរពេជ្រក៏បានបង្ហាញពីការវិវត្តដែរសសរពេជ្រនៃរចនាបថគូលែនមានរាង4ជ្រុងនិង8ជ្រុងដែលលម្អដោយក្បាច់ពងត្រីក្បាច់ត្របកឈូកក្បាច់ជើងគោកក្បាច់ទាំងអស់នេះបង្ហាញពីការច្នៃប្រឌិតថ្មីរបស់សិល្បករខ្មែរនាសម័យនោះរចនាបថនេះជាស្ពានតភ្ជាប់ពីសម័យចេនឡាទៅនឹងសម័យអង្គរដ៏រុងរឿងរបស់ជាតិសាសន៍ខ្មែររាល់ចម្លាក់ផ្តែរបដិមានិងសសរពេជ្រទាំងអស់បានបង្ហាញពីភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរក្នុងការរចនាតុបតែងលម្អដ៏ល្អវិចិត្រផងដែរ